បាទជំរាបសួរពុកម៉ែបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាហើយថ្ងៃនេះដែរពុកម៉ែបងប្អូនសុខសប្បាយថ្ងៃនេះសម្រាប់ខ្ញុំបាទវិញគឺសុខសប្បាយជាទេទើបពីផ្ដាសាយទៅក៏រៀងស្រួលខ្លួនអញ្ចឹងណាពុកម៉ែបងប្អូនហើយសូមខំតាពុកម៉ែបងប្អូនទាំងអស់គ្នានឹងសុខសប្បាយដូចខ្ញុំដែរអញ្ចឹងណាហើយដែលថ្ងៃនេះដែរគឺខ្ញុំបាទមានរឿងថ្មីចង់ចែកជូនពុកម៉ែបងប្អូនដើម្បីស្ដាប់កំសាន្តហើយដែលរឿងនោះដែរគឺដូចយើងឃើញស្រាប់ហ្នឹងឯងនៅលើចំណងជើងគឺជាពាក្យសម្បត្តិហើយរឿងនេះដែរគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់នឹងសុំមិនបញ្ចេញឈ្មោះទេពុកម៉ែបងប្អូនអញ្ចឹងខ្ញុំសូមដាក់ឈ្មោះគាត់នឹងថាបងភីទៅដើម្បីងាយស្រួលសម្រាប់ពុកម៉ែបងប្អូននឹងចំណាំហើយបងភីនឹងគាត់ស្ថិតនៅក្នុងទីរំស្រុកមួយហើយគាត់នឹងគឺជាមនុស្សដែលមិនសូវជឿទៅលើអបិយជំនឿនោះទេហើយដូចជាពាក្យស្បត់ស្បែកអញ្ចឹងដែរគឺថាពាក្យស្បត់នឹងគឺជាពាក្យចាល់ច្រកទេគាត់តែងតែគិតអញ្ចឹងណាពុកម៉ែបងប្អូនហើយរឿងនោះដែរគឺគាត់បានប្រាប់ខ្ញុំថាគាត់នឹងមានការពីយូរលងណាស់មកហើយដែលប្រហែលឆ្នាំមុនអញ្ចឹងណាហើយគាត់នឹងក៏បានប្រាប់ខ្ញុំមកវិញថាការមុននឹងគឺមានបងប្អូនរបស់គាត់នឹងអ្នកស្រុកអ្នកភូមិចិត្តគ្នានឹងឯងដោយសារតែគឺចំនួននោះគឺដីស្រែឬក៏ដីផ្ទះយើងនឹងមិនទាន់មានការចោះវាស់វែងត្រឹមត្រូវដោយសម័យឥឡូវយើងនេះទេកាលពី30ឆ្នាំមុនក៏យូរដែរបងប្អូនហើយឥឡូវនេះគឺគាត់អាយុប្រហែលជា40ទៅហើយគាត់ប្រាប់ថាអ្នកភូមិគាត់នឹងគឺបានធ្វើស្រែនឹងជាប់ជាមួយនឹងគ្នាហើយគាត់នឹងក៏បានដាក់ភ្លឺនឹងចូលទៅដីស្រែរបស់ម្ចាស់ម្នាក់ទៀតដែលម្ចាស់ម្នាក់នោះគាត់ថាដីគាត់នឹងគឺមួយហាត់ពេញក៏ប៉ុន្តែបងប្អូននឹងយ៉ាងម៉េចទេគឺដល់ពេលដែលគាត់វាស់ទៅនឹងដីស្រែគាត់នឹងសល់តែ80អាននោះទេគឺវាបាត់អស់20បាត់ហើយអ្នកភូមិម្នាក់ទៀតដែលយកដីគេនឹងគឺគាត់បានអះអាងថាគាត់មិនបានយកនោះទេហើយក៏ពេលនោះដែរពុកម៉ែបងប្អូនយ៉ាងម៉េចទេគឺមានការប្តឹងផ្តល់គ្នាក៏ប៉ុន្តែនៅតែមិនបានសម្រេចដែរដោយសារតែចំនួនមុននឹងគឺយើងមានប្លង់អាស្រ័យផលនឹងដីស្រែនឹងគឺអត់មានប្លង់ណាមានវាស់វែងទុកឲ្យយើងនឹងងាយស្រួលសម្បីចំណាំនោះទេហើយពេលនោះដែរគឺបងប្រុសនឹងក៏បានប្តឹងផ្តល់គ្នាទៅហើយក៏គាត់នឹងមិនអាចស្រេចទេហើយបងប្រុសនឹងគាត់ក៏បានសម្រេចចិត្តថាបើសិនជាបាត់ក៏បាត់ទៅ20អានោះវាត្រូវ20ម៉ែត្រអញ្ចឹងណាបងប្អូនហើយគាត់នឹងក៏បបួលអ្នកស្រែដែលជាប់គាត់នឹងអ្នកភូមិដែលស្រែជាប់នឹងគាត់គឺគាត់បបួលទៅស្បត់ដើម្បីឲ្យទទួលកម្មពីឬក៏ទោសដែលគាត់បានកុហកនឹងឯងដែលគាត់នឹងបានយកដីរបស់គាត់នឹងហើយក៏បងប្រុសនឹងក៏គាត់បានណាត់គ្នាជាមួយនឹងម្ចាស់ស្រែនោះហើយម្ចាស់ស្រែនោះគាត់ក៏បានបំពេញទៅលើម្ចាស់ស្រែម្នាក់ទៀតដែរគាត់បានបាត់ដីមេនឹងដែរហើយគាត់ថាគាត់មិនខ្លាចទេព្រោះគាត់មិនបានយកប៉ុន្តែបងប្អូននឹងស្រាប់ហើយគាត់មិនមែនគាត់មិនបានយកទេប៉ុន្តែគាត់នឹងគឺបំពេញយករបស់គេហើយគាត់ថាមិនបានយកហើយពេលនោះដែរពុកម៉ែបងប្អូនបងភីនឹងគាត់បាននិយាយប្រាប់ថាអ៊ំដែលម្ចាស់ស្រែដែលថាបាត់ដីនឹងគាត់បានទិញក្បាលជ្រូកមួយហើយក៏បបួលទៅស្បត់នៅខ្ទមនេតាដែលនៅក្នុងតំបន់នឹងក្នុងភូមិរបស់គាត់ដែលដីស្រែនឹងឯងហើយក៏មានធុកម្នាក់មួយបាច់ដើម្បីទៅស្បត់ឲ្យបានច្បាស់លាស់បើសិនជាគាត់នឹងបានយកដីរបស់អ៊ំដែលបាត់មែនគឺឲ្យគាត់នឹងទទួលកម្មពីតាមនឹងទៅហើយពេលនោះដែរពុកម៉ែបងប្អូនគឺអ៊ំដែលយកដីគេនឹងគាត់ក៏បានស្បត់ដូចពាក្យដែលម្ចាស់ដីនឹងបាននិយាយមែនហើយគាត់បានស្បត់ថាបើសិនជាខ្ញុំបានយកដីរបស់ពូកមែននោះសូមឲ្យអ្នកតាកាច់បំបាក់ខ្ញុំទាំងគ្រួសារចុះហើយពេលនោះដែរពុកម៉ែបងប្អូនគាត់ក៏បានស្បត់ស្បែករួចទៅហើយអ៊ំដែលម្ចាស់ដីដែលបាត់ហ្នឹងគឺគាត់ចាប់ផ្ដើមធ្វើរបងធ្វើភ្លឺព្រោះមិនចង់ឲ្យបាត់បង់តទៅទៀតទេហើយម្ចាស់ដីដែលយករបស់គេហ្នឹងគឺគាត់សប្បាយចិត្តព្រោះថាគ្រាន់តែស្បត់ប៉ុណ្ណឹងបានដីដែរ20ម៉ែត្រដែរមានអីទៅខ្វល់ហើយដល់ពេលអ៊ំដែលបាត់ដីហ្នឹងគាត់ក៏ដឹងច្បាស់ថាបើមិនធ្វើរបងទប់ទេគឺអាចនឹងបាត់ទៀតលុះប្រហែលថ្ងៃក្រោយមកពុកម៉ែបងប្អូន
côn rồi bỏ quạt nứng có sắp tay miên rồi tiệp bánh cứ khai nứng cứ chỉ khai một xa hai rồi tiệp bánh sập chẳng ở thòm hơi này cứ chia bọn đa xa đây quạt spot tên bóng biển chẳng này spot ở vị này tên cửu xa hai bên độ đáy quạt có địa phúm có ban chui vô xạ xóp nâng một thơ bon nực tia thật tạm thò mà đà ra bon để sọc địa phúm chẳng này bài một bàn kết trả nó tệ Puru tha mau pi cam pi đài quạt bàn sang mau pi chuyện môn nước bị trong đường anh bàn chuyện tiệp bánh hay sắp tại bên độ đài kê có bàn vừa cho nên nó bên bố trí đoàn là như thế cứ vô tới mình trò cứ bên đây là cọp như anh hay có bán vô tới cọp nơi vọt thì bốc mày bông ôn được như mình đi xạ sọp nâng cứ quạt miên arom thạc cái này cả hai quạt bàn mau bị vô sọp mà đài bốc bỏ quạt này có bàn tay mà đài bốc quạt nó muốn chư thế rồi cất quạt thá chỉ cả vô sọp nữa thế đời sao thì quạt cất tràn bị cồn nó bỏ quạt chẳng này hai có không những có bán tới chụp cho nó mình trả đầy đại bàn sport bài ở bàn ở quạt nước đo bị sport nó mình có bàn tay bốc mày một ổn cứ sport hai dương mình ảnh độ một mình bàn thì mình mới đôi bịa bằng đằng để dương đằng thì hai ảnh độ mình bàn thì chẳng này sport hai cứ sport hai pro là mỗi dương sport kê tầng bóng biển hai lúc coi màu quạt nó tay mình trừ hai côn quạt nó cứ mình côn bùn này sập ở muối nó sọp bảy hai bảy nhẹ tiền nó có chập đám thiệt luôn chữ nó cứ chữ bong tị bảy chữ côn tị bảy đại chữ nó cứ chữ mình còn cầu nó thế chữ đôi khi bắt sai thì tuổi những ấy còn tay bọc máy bọc ôn được nhà mình gì trong đó nó cứ giờ mình toàn miền vị trí là tụm nợ đi xem ai là như thế hai có bạn đâm tật ao gì thò mà đà thầm mẹ bồ ràn dữ nữa đồ sao thầm ở bên nước một xây sầm bồ đôi là như thế hai có quạt bàn phật thầm nâng pro hai chí bị bảy ngày sắp tay ở giúp mùi còn quạt nâng có bàn để những cứ u chiêm mà tại mà đâu hay bọc bài một ôn đằng nhà mày thì đây nó đây còn bỏ quạt nâng cứ tới bong để sạp một nghề nâng trâu hai quạt bắn là gì bạp thà mà ở đây thì kê mình từ bà mẹ nơi tại bóng biển bị xâm bọt chân còn nâng cru xa từng cư bị nì hơi cư dưỡng trật đạch bụi hơi bên nó bụng lại đã bỏ quạt có phây khăn bên đền có choáng tới ở đấy tới mà cha đào bên đài có bàn tay quạt miên côn chặt mùi thà bà sân chỉ ao tới cứ quạt nó không mà kì đâu xa tại quạt bán sport hai quạt từ chỉ xong ao kê bình chấn kê tha quạt nó vô đây nó bật vào quạt miền hai bên nó đài bụng mai một ổn còn đại út chìm nó có bán sạp địa tiệt ta hai sạp địa tiệt nó nẹp hốm có chọc áo mi trong ngò thà hạt ấy có cồn rồi bỏ quạt nó một khai nó sạp bị địa ta hơi đâu xa tại cả bóng piên sầm bọt rồi bỏ ở mặt đài nữa anh mặt đài nữa bọc đầy dấu đầy gì nữa anh ang tại chùm nón một nước cứ bắn miến thoáng miến ấy chẳng hạn hai có bóng piên bỏ kì hai có cùng sau mà vô bỏ dương vì chùm nón muốn những đằng sạp hơi thà mình chia tay sport tiệm bóng piên đâu thế hai lúc ban toàn man khai khai mở mặt đài bọc rồi bỏ quạt nó có miên ròm miên chặt thá mình sọt hai bọc maiของ ổn quạt nó cóสำหรับchất tàu cừu tì làm bay tuột tì mờ thà ta côn rồi bỏ quạt nước ban để chập chết hai từ nơi rồi có nơi tay tàu dạng mệt cót của ban tờ nó cừu tì ban bạp thà côn rồi bỏ nhẹ tiếng pì nhẹ nó cứ một ban tờ na nổ tề cứ nơi được đây sai nọ anh ấy bọc để mà đài bỏ quạt nâng quạt dù lục rù ta đây na là cô hay là cô tí nâng có bàn bạp thả đây đá nơi chọp nâng niệm hùm hai kê nâng cứ miên toàn tông ngôn chỉ khăn hai ọt miên tờ na rồi tê cứ nơi đừng cào đây đừng ai cứ nơi tu đây kê ta nhôm miên thọp phơi ở vây kho chưa mùi đừng mà chắc đây rư có đầy nó đại tê bàn chỉ côn trái nước slap từ mình chập chiết hay nơi tu đầy kì chẳng hết nè hay ở mà đài bọc nó có mình hiền bạc một tí quạt bàn thả
squall mà cha đây được đài có bàn tay ớt miênបញ្ហាអីទេប៉ុន្តែពុកម៉ែបងប្អូនដឹងស្រាប់លោកគ្រូទីនឹងគឺគាត់ដឹងច្បាស់ណាស់ថាមានអ្វីនៅនឹងដីនោះក៏ប៉ុន្តែអ្នកទាំងពីរនឹងបានលាក់គាត់ហើយគាត់នឹងក៏មិនបានទៅស៊ូដេញដោលច្រើននោះដែរគាត់ក៏បានប្រាប់ទៅអ្នកទាំងពីរនោះថាឲ្យប្រយ័ត្នប្រយែងកូនពីរនាក់ទៀតផងហើយនឹងខ្លួនឯងព្រោះថាវិនិស្សកម្មនេះគឺនឹងតមករហូតដល់កូនដល់ចៅយើងបើសិនជាមិនមានការកសាងឬក៏សុំទោសកម្មាទោសឬក៏សារភាពអ្វីនោះទេវានឹងធ្វើឲ្យបែកបាក់ទាំងអស់ហើយពេលនោះដែរអ្នកទាំងពីរហ្នឹងក៏មានអារម្មណ៍ថាស្លុតចិត្តមែនទែនគឺពាក្យសម្បត្តិដែលគាត់បានស្បត់ហ្នឹងគឺពិតជាស័ក្តិសិទ្ធិដូចជាការស្បត់របស់គាត់មែនហើយមិនស័ក្តិសិទ្ធិមិនពុកម៉ែបងប្អូនបើក្បាលជ្រូកមួយទៅហើយទៅខ្ទមតាទៀតហើយមានធុកមានទៀនទៀតទេណាហើយបើយើងមិនជឿយើងកុំស្បត់បើសិនជាយើងយករបស់គេនោះតិចតួចនឹងឲ្យគេវិញទៅព្រោះថាដីគឺវាធ្ងន់ណាស់ព្រោះថាពេលដែលយើងស្លាប់ទៅយើងអាចនឹងទូរែកដីមិនថាដីមួយបកីដីមួយការ៉ុងឬដី1ម៉ែត្រ2ម៉ែត្រទេគឺវាធ្ងន់ខ្លាំងណាស់ហើយលោកគ្រូនឹងក៏បានប្រាប់ថាបើសិនជាអត់មានទេអញ្ចឹងលោកគ្រូក៏មិននឹងជួយយ៉ាងម៉េចនោះដែរហើយអ្នកទាំងពីរនឹងក៏បានលាលោកគ្រូមកផ្ទះវិញហើយស្រាប់តែមកដល់ផ្ទះពុកម៉ែបងប្អូនគឺកូនពៅរបស់គាត់នឹងគឺប្រកាច់តែម្ដងហើយប្រកាច់នោះគឺមិនមែនជាខ្មោចរបស់បងប្រុសបងស្រីគេមកចូលទីនោះទេគឺជាម្ចាស់ទឹកម្ចាស់ដីដែលបានចូលមកសន្ធិដ្ឋជាមួយនឹងកូនពៅរបស់គាត់ហើយស្រែកគំរាមថាពួកឯងបំពេញណាស់យករបស់គេហើយប៉ុន្តែពួកឯងនៅតែស្បត់បំពេញពួកឯងនឹងវិនិច្ឆ័យទាំងអស់ហើយជាមិនខានទេទោះបីជាពួកឯងមានអ្វីមកដោះដូរក៏វាមិនអាចដោះដូរបាននោះដែរព្រោះថានេះគឺជាច្បាប់នៃធម្មជាតិនេះគឺជាច្បាប់នៃមនុស្សលោករបស់ឯងហើយឪពុកម្ដាយទាំងពីរនឹងគាត់ក៏សុំខមាទោសក៏ប៉ុន្តែគាត់សុំខមាទោសយ៉ាងណាក៏មិនបានដែរក៏ដោយសារតែអ្វីក៏ដោយសារតែគាត់នឹងបានស្បត់រួចរាល់ទៅហើយការស្បត់នឹងគឺមានក្បាលជ្រូកមានទៀនមានធុកមានអ្នកដឹងឮច្រើនទៀតហើយអ្នកទាំងពីរនឹងក៏បានយកក្បាលជ្រូកនឹងទៅសែនលោកតាដែលគាត់បានស្បត់ដើម្បីលុបពាក្យសម្បត្តិនោះចេញក៏ប៉ុន្តែវាមិនអាចទៅរួចនោះទេដោយសារតែអ្វីដោយសារតែការស្បត់រួចទៅហើយបើសិនជាយើងយកក្បាលជ្រូកឬយកសំណែនអ្វីទៅសែនក៏មិនអាចសោកប៉ាន់ដូចមនុស្សយើងសម័យឥឡូវនេះដែរហើយស្រាប់តែពេលនោះដែរលោកតានឹងក៏បានបង្អុរភ្លៀងមកស្រាប់តែមានរន្ទះមួយបាក់ដើមឈើធ្លាក់ចុះមកក៏បានចំពីមុខរបស់ពួកគាត់ក៏ប៉ុន្តែគាត់អត់មានកើតអីនោះទេនេះគ្រាន់តែជាការគំរាមកំហែងដែលពួកគាត់បានធ្វើទាំងបំពេញទៅលើការកុហកដើម្បីបានដីតែប៉ុណ្ណឹងហើយកូនទាំងពីរនាក់ក៏បានមកបញ្ជូលសពម្ដាយនិងឪពុកលោកឪពុកអ្នកម្ដាយកូនធ្ងន់ណាស់កូនទូរែក 2-3 ខែនេះមកកូនធ្ងន់ណាស់កូនទ្រួលមិនរួចទេហើយស្រាប់តែពេលនោះដែរលោកពុកហើយនឹងអ្នកម្ដាយរបស់គាត់នឹងក៏បានភ្ញាក់ពីដំណេកតែម្ដងទាំងយប់ព្រមគ្នាហើយក៏បានអើតមើលមុខគ្នាហើយក៏បានសួរទៅប្តីថាតើឯងប្តីក៏បានសួរមកប្រពន្ធវិញតើឯងគឺសួរដូចគ្នាហើយប្រពន្ធក៏បានប្រាប់ថាតើឯងបានយល់សពឃើញដូចខ្ញុំទេប្តីក៏បានប្រាប់ថាបើសិនជាឯងយល់សពដូចខ្ញុំឯងចង់ប្រាប់ខ្ញុំគឺដូចគ្នាណាហើយស្រាប់តែពេលនោះអ្នកទាំងពីរនឹងក៏មិនដឹងធ្វើយ៉ាងណានោះទេគាត់មានតែទៅសុំខមាទោសដល់ម្ចាស់ដីក៏ប៉ុន្តែមុននឹងគាត់ដាច់ចិត្តនឹងគាត់គិតលំ 4-5 ខែនៅតែមិនដាច់ចិត្តលុះដល់កូនក្រោយគាត់នឹងកូនពៅក៏បានស្លាប់បាត់បង់ជីវិតម្នាក់ទៀតទៅពេលនោះដែរពុកម៉ែបងប្អូនគឺនៅសល់តែម្នាក់ទេហើយកូនពៅនឹងក៏បានស្លាប់ទាំងអណោយអធមគឺធ្លាក់ពីលើផ្ទះហើយក៏បានបាក់កស្លាប់ទៅពេលនោះដែរពុកម៉ែបងប្អូនគឺកូនស្រីដែលពៅគេនឹង
មិនបានទៅណាឆ្ងាយនោះទេគឺយប់ឡើងនៅអង្គុយយំនៅមាត់កាំជណ្ដើរនឹងឯងយំអត់ឈប់ទេហើយឪពុកម្ដាយរបស់គាត់នឹងមានអារម្មណ៍ថាភ័យខ្លាចមែនទែនក៏បានបើកទ្វារមកក៏មិនឃើញអ្វីនោះដែរហើយគាត់បានប្រាប់ថាម៉ែធ្វើខុសហើយម៉ែជួយកូនផងដោយសារតែការស្បត់របស់ម្ដាយទើបធ្វើឲ្យកូនទាំងប៉ុន្មាននាក់នេះរងទុក្ខធារុនមិនបាត់ទេហើយពេលនោះដែរម្ដាយក៏បង្ខំចិត្តថានៅសល់តែកូនម្នាក់ទៀតនោះទេចុងក្រោយហើយគាត់ក៏សម្រេចចិត្តទៅជួបជាមួយនឹងម្ចាស់ដីក៏មុននឹងគាត់ទៅដល់ម្ចាស់ដីនឹងក៏គាត់មិនរាក់ទាក់ដាក់គាត់ដែរម្ចាស់ដីគាត់មិនបានខ្វល់ជាមួយនឹងអ្នកទាំងពីរនោះទេដោយសារតែម្ចាស់ដីគាត់មិនយកដីគាត់មកវិញទេព្រោះដីនោះគាត់បានចោលបោះបង់ទៅហើយបន្ទាប់ពីអ្នកទាំងពីរទៅជាឪពុកម្ដាយនឹងបានទៅដល់ផ្ទះម្ចាស់ដីដែលគាត់នឹងបានយកពីមុនហើយដល់យ៉ាងម៉េចទេពុកម៉ែបងប្អូនគឺគាត់បានប្រាប់ថាឲ្យខ្ញុំសុំទោសផងនេះខ្ញុំពិតជាយកដីអ្នកមែន20ម៉ែត្រខ្ញុំឲ្យអ្នកវិញហើយសូមឲ្យអ្នកលើកលែងឲ្យខ្ញុំផងពេលនោះដែរពុកម៉ែបងប្អូននឹងយ៉ាងម៉េចគឺម្ចាស់ដីនឹងគាត់បានប្រាប់ភ្លាមថាខ្ញុំមិនយកមីងទេនេះព្រោះថាដីនោះគឺខ្ញុំបានស្បត់ស្បែហើយខ្ញុំបានប្រគល់ឲ្យអ្នកដែលព្រមទទួលរួចទៅហើយបើសិនខ្ញុំយកវិញក៏មិនអាចធ្វើឲ្យអ្នកឯងនឹងរួចផុតបានដែរហើយពេលនោះដែរពុកម៉ែបងប្អូនគឺអ៊ំស្រីនិងប្តីរបស់គាត់នឹងចាប់ផ្ដើមខឹងសម្បាទៅលើម្ចាស់ដីនោះភ្លាមតែម្ដងគឺគាត់បានជេរប្រតិចផ្ដាសាបើសិនជាអញស្លាប់ទៅអញនឹងចងកម្មពីងឯងបើសិនជាប៉ុណ្្នឹងឯងមិនយកទៅវិញគាត់ថាលះតែម្ដងហើយមិនអីទេម្ចាស់ដីនឹងគាត់ក៏មិនតបតនោះដែរពុកម៉ែបងប្អូនលុះមួយរយៈក្រោយមកគាត់នឹងក៏បានស្លាប់កូនរបស់គាត់ម្នាក់ទៀតគឺកូនទី4ដែលចុងក្រោយគេនោះឯងគឺអ្នកទី4គឺបានស្លាប់ម្នាក់ទៀតហើយស្លាប់នោះគឺពិតជាសាហាវឃោឃៅមែនទែនគឺស្លាប់នៅឯដីដែលគាត់យកនឹងឯងគឺរន្ទះបាញ់ម្ដងទៀតរន្ទះបាញ់កូនគាត់ចុងក្រោយហើយស្លាប់នៅលើដីដែល20ម៉ែត្រហ្នឹងឯងហើយពេលនោះដែរគឺអ្នកភូមិគាត់បានដឹងច្បាស់ថាវានេះយកដីគេអញ្ចឹងឯងបានថាវាទៅស្បត់ទៀតគឺមានតែបំពេញគេហើយស្បត់ហើយគេសក់សែនក្បាលជ្រូកក្បាលអុយទៀតអញ្ចឹងណាហើយមានអីពុកម៉ែបងប្អូនស្រាប់តែពេលនោះដែរគាត់ទាំងពីរនាក់នឹងក៏ខូចចិត្តមែនទេហើយក៏ចាប់ផ្ដើមគុំគួនម្ចាស់ដីហើយពេលនោះដែរគាត់ក៏បានធ្វើសពបូជាសពកូនគាត់ព្រោះកូនចុងក្រោយគេនឹងគឺគាត់ដុតដោយចំនួននោះគឺមិនមែនណាបូជាដូចយើងទេគឺដាក់អស់ដុតបូជាធម្មតាតែចម្លែកយ៉ាងម៉េចពុកម៉ែបងប្អូនគឺដុតអត់ឆេះដុតនឹងដុតអត់ឆេះសពតែម្ដងដោយសារតែកូននឹងគឺនៅអាឡោះអាឡៃឬក៏មិនបានអ្វីម្យ៉ាងដែលគាត់ចង់បានហើយពេលនោះដែរម្ដាយរបស់គាត់នឹងក៏បានទៅប្រាប់អាចារ្យថាដុតអត់ឆេះទេហើយអាចារ្យក៏បានប្រាប់ថាប្រហែលជាកូននឹងនៅអាឡោះអាឡៃអ្វីហើយបានជាបូជាមិនឆេះឲ្យម្ដាយនិយាយដែលនឿមទៅមើលក្រែងលោក៏នាងស្ងប់នាងទៅបានសោះហើយស្រាប់តែពេលនោះម្ដាយក៏បានទៅធ្វើតាមលោកអាចារ្យប្រាប់គាត់បានអុជធូបរួចប្រាប់កូនថាកូនណាកូនទៅឲ្យបានសុខទៅឪពុកម្ដាយនៅទីនេះមិនអីទេកូនទៅឲ្យបានសុខចុះហើយកូនមិនបាច់បារម្ភពីឪពុកម៉ែនោះទេពុកម៉ែអាចមើលថែខ្លួនឯងបានហើយសូមឲ្យកូនទៅឲ្យបានសុខហើយស្រាប់តែពេលនោះពុកម៉ែបងប្អូនគឺសាកសពនឹងគឺបូជាឆេះធម្មតារហូតដល់សោះអស់បានពុកម្ដាយគាត់នឹងរើសឆ្អឹងមកហើយរឿងអ្វីដែលចម្លែកគឺឪពុកម្ដាយគាត់នឹងបានឃើញកូនទាំង4នាក់របស់គាត់គឺបានឈរនៅពីមុខគាត់ទាំងអស់ដោយទឹកមុខស្លេកស្លាំងហើយទឹកមុខរបស់ពួកគាត់នឹងគឺស្លេកស្លាំងហើយម្នាក់នឹងទូលដីនឹងគឺដីធ្ងន់មែនទេមួយគឺយំហើយ
xong mẹp xong một đài nướng ơi chui cồn phong cồn bên này cứ lục bạ khăn nè nơi tí này cứ mình sưu tê kê thơ ba phong hai tụ đầy phong thôn nè mà hai bên một đài có bàn phía bí dồn sọ hai quạt nâng cứ mình làm tật tọ slot bên thế ăn nứt cồnដោយសារតែការចង់បានបន្តិចបន្តួចរបស់គាត់ធ្វើឲ្យគាត់នឹងស្ដាយក្រោយអស់មួយជីវិតហើយរឿងយើងក៏មិនទៅបញ្ចប់នឹងដែរហើយបងប្រុសគាត់បានបញ្ជាក់ទៀតថានៅថ្ងៃនោះដែរគឺពុកម្ដាយទាំងពីរនាក់ដែលកូននឹងស្លាប់អស់ហើយពូមីងនឹងគាត់បានទៅរកគ្រូធ្មប់ឬគ្រូអាបនឹងដើម្បីមកធ្វើម្ចាស់ផ្ទះដែលគាត់យកដែរហើយនៅពេលនោះដែរពុកម៉ែបងប្អូនគឺគាត់បានប្រាប់ពីដំណើរដើមតងទៅហើយគ្រូនោះដែរក៏បានរៀបចំអីវ៉ាន់គាត់ដើម្បីធ្វើទៅលើពុកម្ដាយរបស់គាត់របស់ដែលគាត់យកដីហើយពេលនោះដែរលោកគ្រូធ្មប់នឹងគាត់បានរៀបចំដើម្បីធ្វើទៅលើអ្នកទាំងពីរនោះហើយគាត់បានធ្វើទៅក៏អ្នកទាំងពីរនឹងគឺប្រពន្ធគេនឹងបានធ្លាក់ខ្លួនឈឺនឹងស្គមស្គាំងខ្លាំងមែនទែនហើយក៏ប្តីរបស់គាត់នឹងក៏សម្រេចចិត្តយកទៅមើលគ្រូខ្មែរដោយសារតែយកទៅមើលគ្រូពេទ្យយើងធម្មតានឹងមើលអស់ហើយនៅតែបញ្ជាហើយគាត់នឹងក៏សម្រេចចិត្តយកទៅគ្រូខ្មែរហើយយកទៅគ្រូខ្មែរនឹងគ្រូខ្មែរក៏បានពិនិត្យមើលហើយក៏គ្រូខ្មែរប្រាប់ថាអូត្រូវមុនអាគមធ្មប់របស់គេហើយអញ្ចឹងឲ្យយកគាត់នឹងមកសម្រាប់នៅផ្ទះគាត់មកមិនអាចឲ្យទៅនៅផ្ទះវិញបាននោះទេហើយពេលនោះដែរពុកម៉ែបងប្អូនគឺគាត់ចាប់ផ្ដើមរៀបចំកន្លែងរៀបចំអីវ៉ាន់នឹងដើម្បីឲ្យអ្នកទាំងពីរនឹងសម្រាប់ស្នាក់នៅដើម្បីព្យាបាលនឹងឯងហើយដោយសារតែគ្រូធ្មប់នឹងគឺគាត់ត្រូវការលុយផងគាត់មិនគិតពីការធ្វើខុសឬក៏ត្រូវនោះទេពុកម៉ែបងប្អូនយើងនឹងស្រាប់ហើយថាអ៊ំអ្នកទាំងពីរនឹងគឺគាត់ជាអ្នកខុសដែលយកដីរបស់គេក៏ប៉ុន្តែគ្រូធ្មប់គឺគាត់ចង់បានលុយឲ្យតែគេត្រូវការគឺគាត់នឹងមើលហើយនឹងធ្វើទៅលើអ្នកនោះហើយក៏ប៉ុន្តែអ៊ំស្រីនិងអ៊ំប្រុសគាត់បានទៅដល់គ្រូខ្មែរក៏បានរៀបចំដើម្បីដោះអំពើនោះចេញហើយគ្រូខ្មែរហ្នឹងក៏គាត់បានរៀបចំឧបករណ៍គាត់រួចស្រេចទៅហើយក៏គាត់នឹងបានឲ្យអ៊ំស្រីនឹងក្រោកមកអង្គុយបែរខ្នងគាត់នឹងក៏បានយកអ្វីមួយយ៉ាងនឹងគូសលើខ្នងរបស់អ៊ំស្រីហើយស្រាប់តែពេលនោះដែរគ្រូធ្មប់ដែលធ្វើនឹងក៏បានហើយក៏បានផ្ទុះនៅអាគមដែលគាត់ធ្វើក៏ប៉ុន្តែគាត់មិនចោះចាញ់នោះទេដោយសារតែម្ចាស់ដីនឹងគាត់ឲ្យលុយច្រើនដែរគាត់ក៏ចាប់ផ្ដើមប្រើគោបាគាត់នឹងទៅម្ដងពុកម៉ែបងប្អូនហើយពេលនោះដែរគោបានឹងក៏បានរត់ទៅសំដៅទៅរោគផ្ទះលោកគ្រូដែលគាត់ព្យាបាលឲ្យអ៊ំប្រុសអ៊ំស្រីនេះហើយស្រាប់តែពេលនោះដែរពុកម៉ែបងប្អូនគោបានឹងគឺរត់ទៅជល់តែម្ដងក៏ប៉ុន្តែចូលអត់ចោះទេដោយសារតែគ្រូខ្មែរដែលគ្រូសិលនឹងគឺគាត់បានបញ្ចុះយន់នឹងមន្តអាគមជុំវិញរបស់ផ្ទះគាត់អស់ទៅហើយស្រាប់តែពេលនោះដែរគោបានឹងខំបុកយ៉ាងណាក៏បុកមិនចូលបុកតតែគោបានឹងដួលព្រុសខ្លួនឯងបានដាច់ខ្យល់ងាប់បាត់ទៅហើយគោបានឹងគឺវាមិនចេះងាប់ទេក៏ប៉ុន្តែវាងាប់របៀបវាអញ្ចឹងណាហើយពេលនោះដែរគ្រូអាគមនឹងក៏ប្រើកូនក្រកម្ដងគាត់ប្រើអស់គ្រប់វិធីដល់គាត់ប្រើកូនក្រកទៅម្ដងកូនក្រកទៅនឹងគឺមិនមែនចូលទៅធ្វើឲ្យខុសខើនោះទេកូនក្រកក៏ចេះធ្វើជាបន្លំខ្លួនធ្វើជាកូនរបស់អ៊ំពូមីងទាំងពីរនាក់ហើយក៏បានចូលទៅសួរសុខទុក្ខហើយស្រាប់តែពេលនោះពុកម៉ែបងប្អូនគឺបានចូលទៅដល់ក្នុងហើយក៏គ្រូអាគមនឹងគឺគាត់ចាប់ផ្ដើមសូត្រមន្តអាគមដាក់លើអ៊ំប្រុសអ៊ំស្រីនេះហើយអ៊ំប្រុសអ៊ំស្រីនឹងគាត់ក៏ឈឺកាន់តែខ្លាំងហើយស្រាប់តែពេលនោះដែរលោកគ្រូក៏បានមកទាន់ក៏ចាប់ផ្ដើមវាយកូនក្រកនោះមួយរំពាត់ហ្វាប់ហើយកូនក្រកនោះក៏រលាយបាត់ទៅឯគ្រូអាគមនេះក៏ខឹងខ្យាល់ខឹងមែនទេគាត់មិនអស់ចិត្តសោះដោយសារតែគាត់ចាញ់ទៅនឹងលោកគ្រូមន្តអាគមនោះហើយគាត់នឹងក៏រិះរោគវិធីនេះក៏ប៉ុន្តែរោគយ៉ាងណាក៏មិនបានដែរដោយសារតែគ្រូខ្មែរនឹងគាត់បានចាប់ប្រលឹងរួចហើយគាត់សួរថាតើឯង
nơi bờ to tiết rư có anh chọn ở dưới cùng chặt ấy có viêm ăn gì chẳng mấy thế với tha dương chọn hở dương tranh hở đó ra tại dương chọn bàn lùi bể ai còn có su thả nệ ná nệ pra ai mà có viêm mình prap thế đó ra tại anh đang kê cái bùn cái cứ kê ai prap bàn thế hai có lúc cru sal đến quạt có một bàn từ cất tràn su tràn này quạt có bàn phi diếm và đánh tranh hai quạt phi bá ta lỡ ông sẽ đây nè quạt phi bá rồi hô to tại bàn chia sát bài hai bụng mai bồng ổn ông pro ông sẽ đây dục đầy kề nâng có bàn chư thôn ta lỡ ông sẽ đây hai ông sẽ đây nóng quạt cất thà khuôn quạt pro hai chí trời vị nia tiền cru sa từ hai sắp tay bên nốt này ông pro ông sẽ nâng quạt ban tơ cru không ai đá ông nâng tầng này ao chia ba chồng ngư vấn tài cru không ai nâng quạt con tay mới đăng thá nhẹ nó cứ chia nhẹ đà từ hai quạt ban gì bạc thả chồng ngư là bọn này ai chia ba mình chi nô tê đôi xa tài nên cứ chi chồng ngư mau bị thọ mà chiết cứ chi cả sport bài bỏ dương này anh nâng cứ chỉ bị sầm đầy bỏ dương để bàn sport bài chỉ mùi đường điện nào mà nè hai ba bà cam này đường thiện máu lơ khuôn dương bình đại dương nước bảo mát mình trừ để lơ cả sport bài hai dương bàn vô bỏ kê bật mền tiền bà sân chí dương mình bàn vô tề nô dương mình miền bạch hà vậy nụ là hai đi chỉ bạch hà thông đây mình ai chui bàn thì miến tay cá thưa bòn ô từ cửa xóa tới đó côn chạy nâng thưa bòn đã bay khuôn ấy đây bên đó từ vì ai bàn khla có bàn tay mình bàn thì sẽ đọc nụ tề hai côn nè tiếng bùn kể nên còn phong tay nới được khăn đầy được ấy còn phong tay tụ đầy giang thôn pro tha đây cứ mình bên sào thế những tụ tay mũi bồng ký cứ thôn là tới hai phụ kề mình đằng cầm hộ ấy sao đôi xa tay dương chi nệ chọn bạn dương chùa tha nệ chọn bạn bay trên chấm cấu nó bay chỉ bay cho ta bọc luôn có bàn tay nên cứ vì lơ lụt bấy hời hãy đây nó có vì mình thông nà đây nệ chọn bạn thử ấy đầy kỳ hãy nệ từng pi được bạn gì thà cả na đằng khó hơi lục rù bàn tay trong có bàn tới sông Kamato nâng bờ cột ở bên trái kề bên đài bàn tay kề bên dầu nụ tề hãy kêu Khmer nó có bàn gì mà thà trời hơi kề bên dầu bên nụ tề đôi xa té dương bàn dầu bọc kề hơi dựng bàn sport bài rồi trời hơi bà sân chi quạt dầu vĩnh cư được lệ từ lừa luôn ai gì mình khán hai bên nụ đài là kêu Khmer có bàn bạc thà miền tây vì thì mình giảng thế cứ rồi cô đầy nó từ áo ấy chỉ đầy rót rồi có đầy phớ chỉ xa lá cho tiền ở vậy tờ đậm bấy áo bán chỉ miệng phò khạc khạc đó con trai rồi có khuôn ánh tới chết một luôn gì bên đó quạt nâng có bán một tiền vĩnh tiền pi để đây tiền propon trừ thun hai đấy có bán rồi cô đầy nó từ áo ấy sao mà cúng làm bấy phơi chia xa lá cho tiền xong rạp phơi chia còn lại sakara bố trí nâng phơi chia còn lại tục bòn phùm để về anaconda cột hai bên nó đại ông sài nâng có bán slap từ hai bông ai bông ổn cứ quạt mình bán tới đòi cái đầy sọc nó thế cứ quạt tới nó chỉ môi con trai con nữa cứ quạt tới tua đầy kế ly là thôn bên tên hai con mình ăn chập chết bán nó đại có đòi xa tay cảประมาท nâng mơ nghi nó bỏ quạt từ lỡ mà trả đầy từ lỡ trọc sập mặt nó bỏ kềนี่hai bàn thả bà sân chi dưỡng mình sẽ bà rư câu dưỡng bàn vô bỏ kề bật mền dưỡng ao kề bình tờ còn bà đo sport bài rùa bịa sport bài đi mình men che tại sport áo tại rồi bị bọn nụ tê lúc bố chi sọp ông sẽ đẩy nâng rụi rò tới hai ông pro đứng có mình à rõm thả đôi chi đang mình sưu tê tay tàu vol đôi chi mình lúc bắt bóng smart đầy tới hai ông sẽ nâng có bán tới nơi cao đây chỉ mua đường cồn tu đầy nâng chia mua đường cồn trong luôn pram điện rồi hốt đó về là có mình đăng nội đại bố thà nên cứ chỉ bao bạc cảm đó thôn thô đó bỏ bụ qua từng pí tiếng pí để bán sang có bàn tay phò cảm nước lệ ta lơ cồn trái tiền cứ bất chi cụ ao dọc đài
នៃការគិតខុសមួយវគ្គនេះធ្វើឲ្យសោកស្ដាយអស់មួយជីវិតហើយអ៊ំប្រុសនឹងគាត់គឺនៅតែតោតែម្នាក់ឯងហើយបន្ទាប់ពីប្រហែលឆ្នាំក្រោយមកពូដែលជាប្តីរបស់អ៊ំដែលនៅរស់តែម្នាក់ឯងគាត់នឹងក៏បានផ្ដល់ដីទាំងអស់ហ្នឹងទៅជូនអ្នកក្រីក្រហើយនឹងប្រកេនដល់ព្រះសង្ឃហើយពុកម៉ែបងប្អូនទាំងអស់គ្នាស្រាប់តែពេលនោះដែរគាត់នឹងក៏បានត្រូវមានជំងឺហើយក៏បានស្លាប់ទៅម្នាក់ទៀតដែរពុកម៉ែបងប្អូនយើងដឹងស្រាប់ហើយគឺពាក្យសម្បត្តិនេះគឺតែស្បត់ហើយគឺវានឹងទៀមទាទៅទាំងអស់ហើយគ្រួសាររបស់គាត់ក៏បានស្លាប់ទាំងអស់គ្នាពុកម៉ែបងប្អូននេះគឺជាការស្ដាយក្រោយមួយដែលធ្វើឲ្យមានការនឹករលឹកទៅដល់ពាក្យសម្បត្តិបងប្អូនយើងដឹងស្រាប់ហើយពាក្យសម្បត្តិនៅខ្មែរយើងគឺពិតជាពូកែស័ក្តិសិទ្ធិហើយបន្ទាប់ពីនោះមកអ៊ំស្រីដែលជាម្ចាស់ដីគាត់ក៏មានការអភ័យទោសនិងលើកលែងក៏ប៉ុន្តែព្រលឹងវិញ្ញាណដែលបានស្លាប់បាត់ទៅហើយក៏នៅតែទូរែកមិនព្រមបាត់សោះឡើយនេះគឺជាកំហុសដែលមិនព្រមទទួលស្គាល់នៅកំហុសរបស់ខ្លួនហើយលុះមួយរយៈក្រោយមកមានអ្នកភូមិម្នាក់ហ្នឹងគាត់បានទៅដល់ដីដែលពូដែលស្លាប់ជាមួយគ្រួសារហ្នឹងក៏គាត់នឹងបានទិញយកហើយគាត់មិនដឹងថាដីនោះគឺមានបញ្ហាអ្វីនោះឡើយដោយសារគាត់នឹងគឺជាមនុស្សសម័យថ្មីហើយណាមួយគាត់ទៅតែមកពីទីក្រុងភ្នំពេញហើយគាត់ឃើញដីនោះល្អផងគាត់ក៏បានទិញយកស្រាប់តែពេលនោះពុកម៉ែបងប្អូននឹងយ៉ាងម៉េចទេគឺថាក្រុមគ្រួសាររបស់មីងដែលគាត់ទិញនឹងគឺនៅអត់មានក្តីសុខនោះទេក៏ដោយសារតែមានការក្តៅក្រហាយដោយសារតែគាត់ទិញរួចហើយនឹងគាត់ក៏បានធ្វើរបងធ្វើអីហ៊ុំព័ទ្ធក៏ប៉ុន្តែនឹកឃើញដល់សាកសពដែលបានស្លាប់ទៅទូរែកដីនោះក៏នៅតែក្តៅក្រហាយមិនព្រមបាត់ក៏ធ្វើឲ្យអ្នកមីងដែលគាត់ទិញដីនឹងគាត់ក៏មានភាពក្តៅក្រហាយអកកកក្នុងគ្រួសារគាត់ផងដែរដោយសារតែការទិញនឹងគាត់មិនបានទៅរកគ្រូទាយឬក៏គ្រូចិនសែដើម្បីមើលពីទីតាំងឬក៏មើលពីប្រវត្តិដីព្រោះចាស់បុរាណយើងពេលដែលយើងទិញអ្វីមួយគឺយើងតែងតែមើលថ្ងៃមើលខែហើយនឹងទីតាំងល្អឬមិនល្អហើយបន្ទាប់ពីគាត់ដឹងថាដីគាត់នឹងទិញនឹងគឺមិនល្អហើយទិញចំថ្ងៃដែលមិនល្អនោះទៀតហើយលោកគ្រូនឹងក៏បានប្រាប់ពន្យល់ទៅអ្នកដែលម្ចាស់ដីថ្មីដោយសារតែដីនោះគឺគាត់ធ្លាប់មានប្រវត្តិដែលយូរលង់ណាស់មកហើយដោយសារតែម្ចាស់ដីមុននឹងគាត់មានពាក្យសម្បត្តិដោយសារតែយកដីគេនឹងឯងហើយអ្នកមីងនឹងក៏សុំឲ្យលោកគ្រូនឹងជួយថាតិចធ្វើយ៉ាងម៉េចទៅបានដីនឹងគឺនៅសុខសាន្តល្អមិនប៉ះពាល់ទៅដល់គ្រួសាររបស់គាត់ហើយពេលនោះដែរលោកគ្រូនឹងក៏បានប្រាប់ថាគឺមានវិធីសាស្ត្រមួយយ៉ាងគឺត្រូវធ្វើបុណ្យឧទ្ទិសកុសលទៅដល់អ្នកដែលបានស្លាប់ទៅជាង20ឆ្នាំមុននោះមកដោយសារតែពួកគេនឹងគឺនៅក្តៅក្រហាយនៅនឹងដីនឹងឯងគឺធ្វើបុណ្យនោះគឺត្រូវធ្វើបុណ្យ7វត្តទីផងហើយគាត់នឹងក៏បានស្ដាប់លោកគ្រូគាត់បានណែនាំគាត់នឹងក៏មិនទាន់បានទៅរៀបចំធ្វើនោះទេហើយស្រាប់តែថ្ងៃមួយពុកម៉ែបងប្អូនកូនរបស់គាត់នឹងបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយកូនគាត់នឹងបានប្រាប់ទៅម្ដាយរបស់គាត់ថាគាត់ឃើញមនុស្សស្រីម្នាក់បានមកឈរនៅពីមុខឡានរបស់គាត់ហើយគាត់នឹងក៏បានគិតនៅពេលដែលគាត់គិតទៅនឹងក៏បុកទៅនឹងដើមឈើបងប្អូនអើយគឺពិតជាមិនគួរឲ្យជឿសោះហើយគ្រូចិនសែដែលគ្រូទាយនឹងគាត់បានប្រាប់ថានោះឯងគឺជាម្ចាស់កម្ពីដែលអ្នកបានទិញដីហើយតើអ្នកបានទៅធ្វើបុណ្យឧទ្ទិសកុសលដល់ពួកគេហើយឬនៅដែលតាមដែលខ្ញុំប្រាប់ថាធ្វើបុណ្យឧទ្ទិសកុសល7វត្តនឹងហើយអ្នកមីងនឹងក៏បានប្រាប់ថាលោកតាដោយសារតែខ្ញុំមិនទាន់មានពេលទំនេរទៅធ្វើទៅខ្ញុំមិនទាន់បានធ្វើនៅឡើយនោះទេហើយលោកតានឹងក៏បានប្រាប់ថាហើយមានបាននិយាយអីប្រាប់គេអត់ហើយកូនមីងនឹងក៏បាននិយាយប្រាប់ថា
ខ្ញុំបានទៅនិយាយនឹងកន្លែងដីនោះខ្ញុំនិយាយប្រាប់គេថាខ្ញុំនឹងធ្វើបនឧទ្ទិសកុសលជូនឲ្យបាន7វត្តហើយសូមឲ្យខ្ញុំនឹងនៅសុខសាន្តកុំឲ្យមានបាបកម្មអីកម្មពីអីជាមួយនឹងនេះហើយពេលនោះដែរខ្ញុំមិនបានធ្វើទេដោយសារតែខ្ញុំគិតថាវាមិនអីហើយលោកគ្រូនឹងក៏បានសួរទៀតថាតើអ្នកនិយាយនឹងគឺអ្នកចង់ធ្វើឬក៏អ្នកនិយាយគ្រាន់តែនិយាយឲ្យរួចតែពីមកហើយស្រាប់តែពេលនោះអ្នកមិញនឹងគឺគាត់មិនចង់ប្រាប់តាមត្រង់នោះទេក៏ប៉ុន្តែលោកគ្រូនឹងប្រាប់ថាអ្នកមិញនិយាយតាមត្រង់មកកុំលាក់លៀមឲ្យសោះបើមិនចង់ស្ដាយក្រោយបើសិនជាអ្នកមិញលាក់លៀមខ្ញុំមិនអាចជួយអ្វីបាននោះទេពេលនោះដែរអ្នកមិញនឹងក៏ដាច់ចិត្តនិយាយបាទលោកគ្រូខ្ញុំពិតជាមិនចង់ធ្វើមែនទើបខ្ញុំនិយាយឲ្យរួចតែពីមាត់តែប៉ុណ្ណោះហើយពេលនោះដែរពុកម៉ែបងប្អូននឹងយ៉ាងម៉េចលោកគ្រូនឹងក៏គាត់បាននិយាយថាអ្នកមិញធ្វើអញ្ចឹងខុសហើយនេះគឺជាបាបកម្មនេះគឺជាពាក្យសម្បត្តិដែលអ្នកមិញបាននិយាយទៅជាមួយពួកគេអ្នកមិញគឺមិនអាចសុខសាន្តនោះទេហើយអ្នកមិញគឺនឹងជួបគ្រោះថ្នាក់តរៀងទៅហើយតែប៉ុណ្ណេះហើយលោកគ្រូជួយខ្ញុំបានដែរទេលោកគ្រូក៏បានតបមកវិញគាត់ថាអ្នកមិញខ្ញុំជួយបានប៉ុន្តែជួយមិនបានទាំងស្រុងនោះទេទាល់តែអ្នកមិញធ្វើបន់7វត្តឲ្យបានគ្រប់ចំនួននិងដាក់បិណ្ឌបាតជូនលោកឲ្យបានគ្រប់7វត្តហើយនឹងជួយជន់ក្រីក្រដែលអត់ខ្សត់ឃ្លាននឹងឲ្យបានច្រើនដែលតាមការធ្វើបាតហើយពេលនោះដែរអ្នកមិញនិងលោកពូដែលជាប្តីរបស់គាត់នឹងក៏គិតគ្នាថាយើងត្រូវតែឆាប់រួចរាទៅមិនអាចនៅយូរបានទេបើសិនជានៅយូរអាចនឹងមានបញ្ហាធ្ងន់ធ្ងរដល់ក្រុមគ្រួសាររបស់យើងហើយបងប្រុសដែលគ្រោះថ្នាក់ចរាចរណ៍នឹងគាត់ក៏បានបន្តប្រាប់ទៅលោកគ្រូថាលោកគ្រូមុនពេលដែលខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ខ្ញុំបានឃើញនារីម្នាក់ឈរពីមុខឡានរបស់ខ្ញុំហើយបានចង្អុលមកឡានរបស់ខ្ញុំហើយខ្ញុំនឹងក៏ស្មានថាមនុស្សខ្ញុំនឹងក៏បានគេចចេញពេលដែលខ្ញុំគេចនឹងលោកគ្រូខ្ញុំក៏បានទៅបុកនឹងដើមឈើហើយក៏មិនមានគ្រោះថ្នាក់អ្វីធំដុំនោះដែរគ្រាន់តែខូចខាតឡានតែប៉ុណ្ណោះហើយខ្ញុំនេះក៏បានមកដល់ពេទ្យដោយសុវត្ថិភាពហើយខ្ញុំក៏ស្រាប់តែឮសំឡេងនិយាយខ្សឹបខ្សឹបនៅត្រចៀកខ្ញុំថាកុំឲ្យម្ដាយចេះតែនិយាយបើម្ដាយធ្វើមិនបានទេឬក៏និយាយកុហកបានតែនិយាយឲ្យរួចតែពីមាត់នោះទេគឺកុំនិយាយឲ្យសោះប្រយ័ត្នស្ដាយក្រោយអស់មួយជីវិតលោកគ្រូគ្រាន់តែឮប៉ុណ្ណឹងពុកម៉ែបងប្អូនដឹងហើយលោកគ្រូគិតថានេះហើយគឺជាបាបកម្មដែលម្ដាយរបស់ប្អូននឹងបាននិយាយជាមួយនឹងគេបានសន្យាក៏ប៉ុន្តែមិនបានធ្វើដោយចិត្តនឹងគ្រាន់តែសន្យាឲ្យតែរួចតែពីមាត់តែប៉ុណ្ណោះនេះគឺជាការធ្វើឲ្យខ្លួនឯងនឹងចូលទៅវិនាសស្ដាយក្រោយហើយលោកគ្រូនឹងក៏បានប្រគល់នៅខ្សែកមួយខ្សែទៅឲ្យប្អូនប្រុសហើយនឹងក្តារយ័ន្តឲ្យទៅលោកពូអ្នកមិញនឹងដើម្បីដាក់តាមខ្លួនជាប់ជានិច្ចទាល់តែលោកពូអ្នកមិញនឹងធ្វើបុណ្យឧទ្ទិសកុសលបាន7វត្តរួចហើយនិមន្តព្រះសង្ឃដាក់បាតនិងជួយជន់ក្រីក្រឲ្យបានតាមការគូទៅបានរួចផុតនៅទុក្ខទោសរបស់ខ្លួនដែលបាននិយាយសន្យាជាមួយនឹងខ្មោចម្ចាស់ដីនឹងហើយពេលនោះដែរពុកម៉ែបងប្អូនគាត់ទៅតែធ្វើដំណើរចេញពីផ្ទះលោកគ្រូក៏ល្ងាចបាត់ទៅហើយគាត់ចេញបានពីផ្ទះលោកគ្រូប្រហែលជាមួយសន្ទុះគាត់ក៏បានជួបនឹងគ្រូសាមួយក្រុមដែលមុខគាត់នឹងសុទ្ធតែដីខ្លួនសុទ្ធតែដីក៏បានឈរពីមុខឡានរបស់ពួកគាត់ហើយពេលនោះដែរគាត់ក៏មិនបានឈប់នោះទេគាត់នឹងបើកបំបុកតែម្ដងហើយនៅពេលដែលគាត់បើកបំបុកនោះពុកម៉ែបងប្អូននឹងយ៉ាងថាយ៉ាងម៉េចទេគឺអត់មានអ្វីនោះទេគឺមានតែដីសស្ព្រុះបានជះមកលើឡានរបស់គាត់ហើយមួយសន្ទុះក្រោយមកឡានរបស់គាត់នឹងក៏បានខូចនៅចំពាក្យកណ្ដាលផ្លូវហើយគាត់នឹងក៏បានឃើញទៀតហើយគឺក្រុមគ្រួសារនោះគឺមានគ្នា6នាក់
ban trong ol một làn rồi bỏ quạt tiếng cầm hực hỏi ban say chẳng khẳng anh ban đi dây hơi hết ấy anh mình vợ anh trong mong nơi chiều mùi dớn rứ coi dạng mình ban chị anh hiện bom piên dường mà lại dường rống tục rộp cho năm nào một hỏi anh mọc này cứ trong của họ dường bằng lom này dường cứ chi khmau cứ chi bị nhìn mình ai bom phịch ban nô tệ bố dường rống tục với tình yêu nào một bà anh trong một nơi chiều mùi dường anh ta đem khôn cho bà anh phơ mình ban tam ở vây để anh đi dây nô tệ anh nâng mình rụi khôn nô lại hỏi sao tay bên nô bộ bài một ổn lương làn thông mùi có bán chia mau bị một làn rồi bọc bộ quạt có vấn tải làn thông nâng có bán kích toàn có bán rụi phọt chi vật đòi xa tài quạt nâng phliang phลึกnâng quạt khơi nơi vị nhiên để cho bị một quạt hai có bán chừng all một khôn quạt phong nốt đài hai bên nô quạt có ruột bờ lửng hai chắp bị sai tờ quạt nâng có chắp đá mới rip chom ai vằn rip chom lùi cạn đam bay từ phơi bón nơi vọt tì mùi về đây quạt đỏ vọt tì mùi quạt nâng có bán tới phơi bón đặc bạt phơi bón chún chả chồ rí nâng nhẹ cò nâng khmei đại ọt liền hai bên nốt đài quạt nâng có bán rụi mùi vọt hai lục tá có miên song để cả thả nhổm rơi tayประหยัด ประหยัด phong ព្រោះមានគេមកតាមយាយីញោមរហូតនៅពីក្រោយញោមជាប់ជានិច្ចគឺពួកគេតាមមើលសកម្មភាពរបស់ញោមថាតើញោមធ្វើបានតាមអ្វីដែលញោមនិយាយឬក៏អត់ហើយស្រាប់តែពេលនោះលោកតានឹងក៏បានឲ្យលោកពូនឹងអ្នកមិញទាំងពីរហើយនឹងកូនរបស់គាត់នឹងស្រោចទឹកដើម្បីជំរះចង្រៃហើយគាត់នឹងក៏បានស្រោចទឹកជូនអ្នកមិញនិងលោកពូកូនគាត់នឹងបានរួចអស់ហើយគាត់នឹងក៏បានធ្វើដំណើរចេញទៅផ្ទះវិញហើយក៏ស្រាប់តែពេលនោះពុកម៉ែបងប្អូនគឺគាត់បានធ្វើដំណើរនៅពេលល្ងាចដំរឹមតែគាត់ជិះបើកឡាននឹងមកដល់ផ្ទះហើយគាត់នឹងក៏បានឆ្លងកាត់ព្រៃមួយដែលព្រៃនោះគឺមានសភាពស្ងាត់ស្ងាត់មែនទែនហើយប្រលឹងវិញ្ញាណដែលតែងតែតាមចងកម្មពៀជាមួយនឹងក្រុមគ្រួសារគាត់ដោយសារតែគាត់បានទិញដីនោះក៏នៅតែតាមមករកគាត់ទៀតគាត់នឹងបានធ្វើបន់បានមួយវត្តហើយក៏ប៉ុន្តែវានៅតែចងកម្មពៀដល់គ្រួសាររបស់មីងនឹងរហូតហើយស្រាប់តែពេលនោះគាត់ក៏បានបើកបរតាមផ្លូវស្ងាត់នោះគាត់នឹងក៏មិនបានឃើញអ្វីទេគាត់បែរជាឃើញសត្វគោដ៏ចម្លែកដ៏ធំមួយបានឈរនៅពីមុខផ្លូវដែលគាត់កំពុងតែបើកបរនឹងហើយអ៊ំប្រុសនឹងគាត់ភ័យពេកគាត់ស្មានតែមានរឿងអ្វីស្មានតែសត្វគោអ្វីអ៊ំប្រុសនឹងឃើញបែបនោះគាត់នឹងក៏បានកាច់ចង្កូតគិចពីគោនោះក៏បានធ្លាក់ទៅនឹងប្រឡាយពុកម៉ែបងប្អូនគាត់នឹងគឺមិនមានបញ្ហាអ្វីនោះទេគាត់គ្រាន់តែមានរបួសបែកក្បាលហើយនឹងឈាមជើងតែប៉ុណ្ណោះហើយពេលនោះក៏មានឡានពេទ្យនឹងទៅយកគាត់ដល់ទីកន្លែងដែលគាត់គ្រោះថ្នាក់ហើយស្រាប់តែពេលដែលគាត់ធ្វើដំណើរទៅដល់មន្ទីរពេទ្យពុកម៉ែបងប្អូនគឺគាត់នៅនឹងពេទ្យនឹងក៏ឃើញនារីម្នាក់បានឈរនៅចុងជើងរបស់គាត់ហើយគាត់គឺមានអារម្មណ៍ដល់ភ័យស្លន់ស្លោមែនទែនដោយសារតែអ្នកដែលឃើញនឹងគឺមានតែអ៊ំប្រុសដែលបើកឡានទេដែលមើលឃើញសត្វគោនោះតែម្នាក់ឯងហើយនារីម្នាក់នោះក៏បានទៅរកអ៊ំប្រុសនោះទៀតហើយគឺរឿងនេះគឺពិតជាគួរខ្លាចមែនទែនដោយសារតែអ៊ំប្រុសគាត់មានរាសីទាបរាសីខ្សោយផងទៅធ្វើឲ្យគាត់នឹងឃើញនេះឃើញនោះហើយធ្វើឲ្យវិញ្ញាណអាក្រក់នឹងអាចតាមយាយីគាត់បានទៀតហើយលុះអ៊ំប្រុសនឹងគាត់ត្រូវសម្រាប់ព្យាបាលនៅមន្ទីរពេទ្យប្រហែលជាមួយសប្តាហ៍បានពេលគេឲ្យចេញហើយពេលនោះដែរគាត់ក៏លែងបានធ្វើបន់បន្តទៅទៀតហើយដោយសារតែគាត់នឹងមានជំងឺមានបញ្ហាទៅគាត់ត្រូវសម្រាប់នៅពេលនោះពុកម៉ែបងប្អូនកូនរបស់គាត់ដែលបានជិះមកមើលគាត់នៅពេលយប់ដោយសារតែគាត់នឹងកូនរបស់គាត់នឹងត្រូវចេញពីរៀន
ចេញពីរៀននឹងត្រូវមកមើលម្ដាយមកមើលឪពុកនៅពេទ្យក៏ប៉ុន្តែពុកម៉ែបងប្អូនគាត់នឹងជិះពេលយប់គាត់អត់មានឡានជិះទេកូនគាត់បើកម៉ូតូមកហើយស្រាប់តែគាត់បើកម៉ូតូមកគឺផ្លូវនឹងឆ្ងាយដែរតម្រុំទៅដល់ពេទ្យហើយត្រូវជិះកាត់ផ្លូវដែលឪពុកគាត់នឹងបើកឡានគិចខ្សាត់គោធ្លាក់បន្លាយនឹងដែរហើយគាត់នឹងក៏បើកតាមផ្លូវនោះជាធម្មតាហើយគាត់មានអារម្មណ៍ថាព្រឺដែរប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចបើទូនីតិត្រូវទៅឪពុកនៅពេទ្យហើយគាត់ក៏បានជិះម៉ូតូបណ្ដាគាត់មានអារម្មណ៍ថាភ័យស្រីវស្រាញដោយសារតែគាត់ថាមានអារម្មណ៍ដូចជាមានអ្វីមួយយ៉ាងកំពុងតែសម្លឹងមកមើលគាត់លុះគាត់ជិះមួយសន្ទុះពុកម៉ែបងប្អូនគឺមានមនុស្សម្នាក់នឹងឈរគៀនផ្លូវហើយបានបកដៃហៅគាត់ឲ្យឈប់ប៉ុន្តែគាត់មិនបានឈប់នោះទេដោយសារតែគាត់ខ្លាចហើយណាមួយព្រៃស្ងាត់ផងគាត់ក៏បានមូលម៉ូតូលឿនបន្ថែមហើយពេលនោះដែរពុកម៉ែបងប្អូនគឺគាត់ជិះទៅក៏ស្រាប់តែម៉ូតូគាត់នឹងមានអារម្មណ៍ថាធ្ងន់ទៅហើយគាត់ក៏បានជិះទៅមុខទៀតក៏គាត់ស្រាប់តែគាត់មើលតាមកញ្ចក់ក្រោយគាត់ក៏បានឃើញរូបរាងដ៏គួរឲ្យខ្លាចអង្គុយពីក្រោយគាត់ហើយគាត់បានសម្លឹងមើលទៅឃើញមុខទៀតគឺមុខសុទ្ធតែឈាមហើយដៃនឹងមានទូលអ្វីដែលមួយយ៉ាងហើយគាត់ប្រាប់ថាគាត់មិនដឹងថាទូលអ្វីនោះទេដោយសារតែគាត់មើលមិនច្បាស់ហើយស្រាប់តែគាត់ជិះមួយសន្ទុះគាត់ក៏ដល់ផ្លូវធំស្រាប់តែពេលនោះដែរគាត់ក៏សម្រេចចិត្តងាកមកក្រោយហើយគាត់ងាកមកក្រោយពុកម៉ែបងប្អូនគឺគាត់មិនបានឃើញអ្វីនោះទេគឺគាត់មានអារម្មណ៍ថាធូរទ្រូងមែនទែនបើសិនជាគាត់ងាកមកឃើញមុខអង្គុយនៅពីក្រោយគាត់មិនដឹងជាគាត់ភ័យយ៉ាងណានោះទេហើយពេលនោះដែរគាត់ក៏បានធ្វើដំណើរបន្តទៅទៀតគាត់ធ្វើដំណើររហូតទៅដល់មន្ទីរពេទ្យហើយគាត់នឹងក៏បានប្រាប់ទៅឪពុកម្ដាយរបស់គាត់ហើយឪពុកម្ដាយរបស់គាត់នឹងក៏ដឹងថាគឺវិញ្ញាណដែលនៅនឹងដីនោះឯងក៏តាមយាយីទៀតហើយដោយសារតែធ្វើបន់មិនទាន់បានគ្រប់7វត្តផងទៅតែបានមួយវត្តក៏បើកឆាកបាត់ទៅហើយអ៊ំស្រីនឹងគាត់ក៏មិនធ្វើយ៉ាងម៉េចគាត់ក៏បានទៅវត្តដើម្បីសួរលោកតាតើកណាគូធ្វើយ៉ាងណាបើខ្មោចដែលម្ចាស់ដីដែលស្លាប់ទៅនោះនៅតែតាមយាយីមកទៀតលោកតាក៏បានមានសង្ឃដីកាថាញោមត្រូវតែអត់ធ្មត់ញោមត្រូវតែទន្ទិញធម៌ដែលអាត្មាបានប្រាប់ពីកាលមុនកុំឲ្យមានការភ័យខ្លាចស្លន់ស្លោខ្លាំងពេកនៅពេលដែលយើងមានការភ័យខ្លាចស្លន់ស្លោពេកទើបធ្វើឲ្យយើងទប់ស្មារតីមិនជាប់ចេះតែមានអារម្មណ៍ថាភ័យខ្លាចទើបធ្វើឲ្យញោមមានអារម្មណ៍មិនស្ងប់ចេះតែឃើញនេះចេះតែឃើញនោះនៅពេលដែលឃើញនេះឃើញនោះក៏ចេះតែខ្លាចចេះតែគិតទើបធ្វើឲ្យជួបគ្រោះថ្នាក់បែបនេះហើយប្រពន្ធរបស់ពូដែលនៅដីពេទ្យនឹងគាត់ក៏មិនបានធ្វើអ្វីសម្រាប់រងាប់ពួកខ្មោចនោះដែរគាត់នឹងបានទៅដីរបស់គាត់ដែលគាត់ទិញនឹងម្ដងទៀតជាមួយនឹងកូនប្រុសរបស់គាត់ហើយគាត់ទៅនឹងពេលថ្ងៃទេគាត់ក៏បានបើកឡានទៅដោយសារតែផ្លូវនឹងនៅឆ្ងាយហើយផ្លូវពីចំនួនមុននឹងគឺយ៉ាប់ទៅទៀតគាត់ក៏បានបើកឡានទៅហើយគាត់ទៅដល់នឹងភូមិនោះហើយគាត់ក៏បានទៅជួបនឹងម្ចាស់ដីដែលម្ចាស់ខ្មោចនឹងបានលួចកាលពីចំនួនមុននោះមកហើយគឺគាត់នឹងចាស់ជរាបាត់ទៅហើយគាត់នឹងបានទៅជួបហើយគាត់សួរថាអ្នកមីងជាម្ចាស់ដីដែលម្ចាស់នោះលួចកាលពីចំនួនមុនមែនទេហើយអ៊ំស្រីនឹងគាត់ក៏បានប្រាប់ថាត្រូវហើយនោះគឺជាដីរបស់ខ្ញុំក៏ប៉ុន្តែដោយសារតែពួកគាត់នឹងបានស្បត់ស្បែកជាមួយនឹងខ្ញុំថាដីនោះគាត់មិនបានយកទេហើយគាត់ក៏បានស្បត់នៅនឹងមុខលោកតាគាត់បានស្បត់ថាគាត់បើសិនជាគាត់យកដីនោះពិតប្រាកដមែនសូមឲ្យគាត់នឹងវិនាសទាំងគ្រួសារគឺស្លាប់អន្តរាយហើយពេលនោះដែរអ៊ំស្រីដែលគាត់បានសួរនាំនឹងគាត់បានដឹងច្បាស់ថា
một pi bà nhà hà nâng ai tớ quạt ban chu pro tia rừng bài này hỏi ông sấy những bạn su thà mùi ai miền bà nhà hà vậy men hãy ý những group ban khai từ mình là đó xa tại trong tính đây nơi tì nô hoặc gì tớ nhóm miền bà nhà hà cứ mau tiền của màn điện đầu cứ tam gì trong rồi đầu xa tại nhóm mình đăng phí sau đà nâng phí pro vọt đầy cho bà lo có bàn tình nói mình bàn rô cú rô ngay mơ nụ tệ hai ông say thà bàn chân miến té phơ tám lục ta prap tờ cứ ở phơ bón ưu tư cơ xóa ở kê tờ cái này lố kê phọt cầm phí phọt tốc rùi nực nông đầy nô tớ kê chạp chiết bàn hỏi nẹ có ai nơi tì nô rứ có lụa đô rứ có chú bàn chỉ thò mà đà hai bốc mai bông ổn quát số một bànประมาณ พอง mấy nông có sáp tay là nghịch bạch được hai khai phình được tiền hai quát nông có sầm ra chết tranh màu từng dục tiếng ở lục gì nông có bàn bạp thà sầm ra nơi tiền mà dục hai đăng mùi đào xa tay phình thiện chứng khai mùi bị bạc không ca bạc bò bê dục ai mi cột nè quát có ọt mi nè mơ ở đây là bỏ quát này bền quát có sầm ra chết màu từng dục dục nướng cứ mình dụcประมาณ tề phai chỉ màu pram màu mùi quạt nướng có bán lý lục gì nướng bán thua đầm ná tới tiệt quạt đâm bấy từ pệt hay quạt có bán tranh đầm ná từ bốc mày mong ổn liên môn bốn cứ lấm sọ tạch tề có sắp tay quạt chỉ bán pro hái chỉ 1 kilo 2 kilo chỗ đó là món ngàn sắp tay pray nó mấy có bán mong all play màu dạng khăn phơi ao quạt nó bị bạc bò ai côn còn nâng cổ bán tăng smart đầy đối lục ta prap cá pí ngày đại quạt bán tới chụp lục ta muốn đừng tới chụp lục gì ai còn nâng cổ bán tăng smart thị ai sốt một là cúm một sốt và lầy đại lục ta nâng bán prap hai lục ta có bán prap môn kia thà nô màu hỏi bông pro nâng quạt có bán sốt tam lục ta prap tờ hai có tăng smart đầy cho hai sắp tay bên ổn ổn quạt nâng có bán khơi thì đời cứ khơi ông sray bên nè bán đá cắt một làn quạt tiền mấy những phình sô sạc sleep bẹ sò hai quạt đá nó cứ đá dư mình đèn hai peno bông pro có quạt mẹ làm thắp phải cái lại này có vận tải nâng pê để cột sọt thua lục ta để bán prap này nô hầm nô hai quạt có bán bao tới tiếng mình phải cái lại nô đây quạt có phước đồng nào tới chỉ thua mà đá nói mình bán đăng thả rứ quạt phơi chỉ mình khơi lục dị đại đa cho lòng cạn đâu thế có pro tài lục dị đại đa cho lòng cạn đâu cứ chỉ không mau bom phòn phình rồi bỏ quạt đâu thế mà ai đã bỏ quạt bạp thà anh khơi mình nốt bao thế hẹn ấy của anh mình chồng hãy bảo cốn nó có bàn bạp thà mà này cứ mình bên chí mà nốt đâu thế này cứ chí không mau một tam gì dương tí đã hai bốc mai bông ổn nâng bên nụ đài quát có bạc bọc thò mà đá sắp tay bên nụ cứ ọt miên ở vầy nụ thế quát có bàn phơ đâm đá tới bẩn tỏ sắp tay bên nụ mọi nụ có bàn khăn sầm bà tới lỡ rút bông pro đại bạc bọc quát tay mà đỏ hai bên nụ đài cứ việt phơ ở lan rồi bọc bông pro được khối chóm còn đạp lỡ hai mấy nên còn bông tay phình tới tiết quát mi à rõm thạp hay khải tọ sọt chẳng kháng hai một đài nó bỏ quạt nâng có bán sâu thò niệm mô ta sạ rồi hốt cho mình ai chọc bàn đi đâu xa tay có khai hãy bông pro quạt có prăng đê là có nơi tại đây mình chạy quạt có nước khơi đỏ cả bọn sẵn nơi mà chạc đây prây bạc xa đây để thay để xa nên tí đủ hai quạt nâng có bán nạp thà lúc ta mình chạc đây để thay để xa nên tí đi xôm chui thay xa côn chạy phong ao lan bỏ côn chạy nướng ai phơi đầm na từ một bàn hai côn trái nâng miến chia sạc côn đừng dột một sen chún nơi tì nì hay xôm lục ta chui côn trái áo sọc sọc bài tạm lờ ao lan côn trái ban che bình phong hơi sắp tay quát đi dây rồi bỏ hai chí mùi sần tổ lan rồi bỏ quát nâng có bán để che bình bốc mẹ bông ổn quát cứ bất chia sọc bài chật bên tên hai quạt có ban phơi đầm nào mình to tới tì ở hốt tới đo mình tì bệt
giang sọc sàn pe nốt đài cót cất thà cứ miên tài cả chuối pí ở lục ta mà chặt tận mà chặt đầy thay thay đã xa nhớ mình ai bằng plik con nhớ tới tại tới tọp snon mình lúc quất đò pe đà giúp nổ cót có bán oi thục nơi một tỷ pe cót có bán sống áo trung niên tia thay đã xa trung niên pe nâng chui thay đã xa oi sọc sập bài hai cót nâng có bán oi thục rồi hời cót có bán tới sầm rạ nứ cho mùi nứng ở bọc đài bỏ quạt nơi pe nâng ấy hai lúc bật làបងប្រុសនឹងក៏សម្រេចចិត្តទៅធ្វើបុណ្យ7វត្តនឹងតែម្នាក់ឯងហើយគាត់នឹងក៏បានចេញដំណើរពីវត្តមួយទៅវត្តមួយដោយសារតែគាត់ប្រញាប់ទៅធ្វើបុណ្យនឹងឲ្យគ្រប់វត្តកុំឲ្យមានបញ្ហាដល់ឪពុកគាត់ទៀតហើយគាត់នឹងក៏បានធ្វើដំណើរពីវត្តទី2ទៅវត្តទី3លុះដល់វត្តទី4ពុកម៉ែបងប្អូនគឺឡានរបស់គាត់បានមានបញ្ហាទៀតហើយគឺឡានរបស់គាត់នឹងបានខូចដោយសារតែគាត់នឹងភ្លេចយកសំណែនដែលគាត់បាននិយាយការពីយប់មុនជាមួយនឹងលោកតាម្ចាស់ទឹកម្ចាស់ដីហើយគាត់ក៏ភ្លេចឲ្យឈឹងគាត់ក៏បានទេទៅមិត្តភ័ក្តិរបស់គាត់ឲ្យយកក្បាលជ្រូកស្ងោរមកឲ្យគាត់មួយគាត់យកទៅសែនហើយពេលនោះដែរពុកម៉ែបងហើយមិត្តភ័ក្តិរបស់គាត់ក៏បានយកមកឲ្យគាត់ហើយបងប្រុសនឹងក៏បានយកទៅសែនតាមការសន្យាហើយនឹងការស្នើសុំទៅលោកតាម្ចាស់ទឹកម្ចាស់ដីនៅទីនោះគាត់ក៏បានធ្វើដំណើរតាមឡានរបស់មិត្តភ័ក្តិរបស់គាត់ទៅជាមួយគ្នាលុះទៅដល់ទីនោះគាត់នឹងក៏បានរៀបចំសំណែនដាក់សែនដោយគាត់និយាយថាលោកតាឲ្យកូនចៅសូមអភ័យទោសកូនចៅនឹងភ្លេចឲ្យឈឹងហើយកូនចៅមកទីនេះគឺកូនចៅយកក្បាលជ្រូកមកសែនដើម្បីលាមាត់លាកដោយសារតែកូនចៅនឹងបានបន់ស្រន់កាលពីយប់មុននោះហើយសូមលោកតាកុំប្រកែប្រកាន់កូនចៅអីដោយសារតែកូនចៅនឹងមិនមានការភ្លេចភ្លាំងកូនចៅនឹងប្រញាប់ទៅធ្វើបុណ្យហើយពេលនោះដែរឡានរបស់គាត់ដែលនៅទីឯខាងនោះនឹងក៏បានដេកឆេះធម្មតាហើយក៏បានដឹកម្ហូបអាហារនិងស្បៀងនឹងទៅវត្តបន្តទៀតលុះគាត់ទៅដល់វត្តទី4ទី5ទី6ក៏អត់មានបញ្ហាអ្វីនោះទេគាត់បានធ្វើបុណ្យតាមធម្មតាដាក់បាតសំពះព្រះសង្ឃអីធម្មតានោះទេក៏ប៉ុន្តែលោកតាក៏បានឃើញមនុស្សប៉ុន្មាននាក់នឹងមកឈរពីក្រោយគាត់ហើយលោកតាក៏បានប្រាប់ថាញោមហៅអ្នកណាមក4នាក់នៅពីក្រោយហើយគាត់នឹងក៏ឆ្ងល់ថាគាត់មិនបានហៅអ្នកណាទៅនោះទេប៉ុន្តែហេតុអ្វីបានជាលោកតាសួរនាំគាត់បែបនោះហើយគាត់ក៏បានបន្តទៅធ្វើបុណ្យនៅវត្តចុងក្រោយគឺវត្តទី7ដែលវត្តទី7នឹងគឺស្ថិតនៅភូមិដែលគាត់ទិញដីនឹងឯងគឺត្រូវឆ្លងកាត់ព្រៃនោះម្ដងទៀតហើយគាត់ក៏បានធ្វើដំណើរឆ្លងកាត់នៅទីនោះគាត់ក៏បានជួបមនុស្សទាំងប្រមាណអ្នកនោះដែលនៅពីឈោពីដើមថ្នល់នឹងឈោត្រៀបតែម្ដងគាត់ក៏បានសូត្រថាសូមអធិស្ឋានខ្ញុំមិនបានតាំងចិត្តទេខ្ញុំសូមផ្លូវទៅផងអញ្ចឹងគាត់ក៏បានស៊ីផ្លេទីគាត់ក៏បានបន្តដំណើររហូតទៅបានបុកស្រមោលទាំងនោះក៏ប៉ុន្តែគាត់មិនមានបញ្ហាអ្វីនោះទេគាត់ក៏បានបន្តដំណើរទៅមុខទៀតរហូតទៅដល់ផ្លូវស្ងាត់គឺជាផ្លូវបំបែកគាត់នឹងក៏បានបន្តដំណើរទៅធម្មតាហើយគាត់ក៏បានធ្វើដំណើររហូតទៅដល់វត្តចុងក្រោយគឺជាវត្តដែលគាត់នឹងត្រូវធ្វើបុណ្យគឺជាវត្តទី7ហើយគាត់នឹងក៏បានធ្វើបុណ្យរួចចប់សពគ្រប់គាត់នឹងក៏បានលាព្រះសង្ឃដើម្បីធ្វើដំណើរទៅមន្ទីរពេទ្យដើម្បីទៅមើលពុករបស់គាត់នៅឯពេទ្យហើយគាត់នឹងក៏បានធ្វើដំណើរត្រឡប់មកវិញពុកម៉ែបងប្អូននឹងយ៉ាងម៉េចគឺនៅតាមផ្លូវគឺជួបឪពុកម្ដាយកូននឹងម្ដងទៀតក៏ប៉ុន្តែលើកនេះគឺមកបែបល្អស្លូតបូតគឺមកនឹងដើម្បីអរគុណដល់បងប្រុសដែលបានធ្វើបុណ្យដើម្បីឧទ្ទិសកុសលដល់ពួកគាត់ដែលបានស្លាប់ដោយវេទនាគាត់ក៏បានអរគុណរួចមកគាត់ក៏ជូនពរឲ្យបងប្រុសបងស្រីនិងក្រុមគ្រួសារនឹងទទួលទានមានបានឲ្យរកស៊ីហើយក៏អូនគុណច្រើនហើយក៏
គាត់បានប្រាប់ថានេះគឺជាកម្មពីរបស់គាត់រងចាំយូរហើយអ្នកដែលមកជួយពេលនេះអរគុណណាស់ដែលបានមកជួយហើយគាត់ក៏បានរលាយបាត់អស់ទៅហើយបងប្រុសក៏បានធ្វើដំណើរបន្តទៅដល់មន្ទីរពេទ្យតាមធម្មតាដោយសុខសុវត្ថិភាពហើយរឿងរបស់យើងក៏បានបញ្ចប់ត្រឹមនេះហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកតាមដានស្ដាប់តើជឿឬទេទៅលើពាក្យសម្បត្តិដែលមានការស្បត់ទៅលើអ្នកណាម្នាក់ទៅលើក្រុមគ្រួសារទៅលើមិត្តភ័ក្តិទៅលើសាច់ញាតិឬអ្នកជិតខាងបើសិនជាអ្នកទាំងអស់គ្នាបានស្បត់ស្បែកសូមអ្នកទាំងអស់គ្នាចងចាំកុំឲ្យបំភ្លេចឲ្យសោះព្រោះថានេះគឺជាបញ្ហាដ៏ធំដែលយើងមិនអាចបំភ្លេចបានព្រោះវាអាចនឹងចងចាំពីយើងរហូតសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានតាមដានស្ដាប់រហូតដល់ចប់សូមឲ្យយប់នេះមានសុបិនល្អហើយកុំភ្លេចណាគេងលក់ស្រួលស្អែកជួបគ្នាបន្តទៀតអរគុណសូមជម្រាបលា